សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំសូមមកចូលរួមចែករំលែកអំពីអត្ថប្រយោជន៍នៃត្រសក់ទុំដែលមានសារធាតុចិញ្ចឹមនិងអត្ថប្រយោជន៍ជាច្រើនដល់សុខភាពអត្ថប្រយោជន៍សំខាន់ទី1នោះគឺវាផ្ដល់ជាតិទឹកដល់រាងកាយរបស់យើងវាមានជាតិទឹកខ្ពស់ជួយការពារការខ្វះជាតិទឹកនិងជួយឲ្យស្បែករបស់យើងមានសំណើមនិងស្រស់ថ្លាអត្ថប្រយោជន៍ទី2នោះគឺវាជួយដល់ប្រព័ន្ធរំលាយអាហារមានសរសៃ fiber ដែលជួយសម្រួលការបន្ទោបង់អាចជួយកាត់បន្ថយបញ្ហាទល់លាមកផងដែរអត្ថប្រយោជន៍ទី3វាសម្បូរទៅដោយវីតាមីននិងសារធាតុប្រឆាំងអុកស៊ីតកម្មមានវីតាមីន A, C និងសារធាតុ carotenoid ច្រើនជាងត្រសក់ស្រូវខ្ចីជួយការពារកោសិកាពីការខូចខាតដោយ radical សេរីអត្ថប្រយោជន៍ទី4ជួយថែរក្សាសុខភាពភ្នែកវីតាមីន A និង beta carotene មានសារៈសំខាន់សម្រាប់ចក្ខុវិស័យអាចជួយកាត់បន្ថយហានិភ័យនៃបញ្ហាភ្នែកពេលចាស់ចំណែកឯអត្ថប្រយោជន៍ទី5នោះគឺជួយគ្រប់គ្រងទម្ងន់កាឡូរីទាបប៉ុន្តែអាចធ្វើឲ្យឆ្អែតបានល្អស័ក្តិសមសម្រាប់អ្នកដែលចង់សម្រកទម្ងន់ទី6ជួយដល់សុខភាពបេះដូងវាមានប៉ូតាស្យូមដែលជួយគ្រប់គ្រងសម្ពាធឈាមជួយរក្សាតុល្យភាពរ៉ែក្នុងរាងកាយក្រោយពីដឹងអំពីអត្ថប្រយោជន៍នៃការទទួលទាននៃផ្លែត្រសក់ស្រូវទុំនេះហើយអ្នកទាំងអស់គ្នាគួរតែដឹងអំពីវិធីនៃការទទួលទានផ្លែឈើនេះផងដែរអញ្ចឹងក្នុងការហូបផ្លែត្រសក់ស្រូវទុំនេះគឺយើងហូបស្រស់ជាផ្លែឈើតែម្ដងយើងកាត់ជាបន្ទះញ៉ាំទទេក៏បានមិនចាំបាច់លាយស្ករលាយអំបិលអីក៏បានដែរតែបើសិនជាអ្នកនរគ្នាចង់បានរសជាតិបន្ថែមអាចថែមបានជាទូទៅត្រសក់ស្រូវទុំវាមានវីតាមីន A និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ជាងត្រសក់ស្រូវខ្ចីដូច្នេះហើយវាអាចមានជាជម្រើសល្អសម្រាប់ការថែរក្សាសុខភាពភ្នែកស្បែកនិងសុខភាពទូទៅប៉ុន្តែសូមប្រុងប្រយ័ត្នណានៅពេលដែលអ្នកនរគ្នាហូបគឺត្រូវលាងសម្អាតឲ្យបានស្អាតមុនទទួលទានណាបើទុំខ្លាំងពេកឬមានក្លិនមិនល្អគួរជៀសវាងមិនគួរហូបទេអ្នកដែលមានបញ្ហាក្រពះងាយរំខានគួរទទួលទានក្នុងបរិមាណសមស្របបំផុតសូមទទួលទាននិងហូបដោយការទទួលខុសត្រូវក្រោយពីដឹងអំពីអត្ថប្រយោជន៍នៃការហូបត្រសក់ស្រូវទុំនេះហើយបានកុំភ្លេចទៅផ្សារទិញត្រសក់ទុំម្នាក់ 2-3 គីឡូយកមកផ្ទះមកដើម្បីយើងហូបជុំគ្នាជាមួយក្រុមគ្រួសាររបស់យើងណាដោយសារនៅក្នុងរដូវខែ5ខែ6នេះគឺជារដូវដែលសម្បូរទៅដោយត្រសក់ស្រូវទុំពីទន្លេអញ្ចឹងរសជាតិវាពិតជាឆ្ងាញ់អញ្ចឹងកុំភ្លេចទៅសាកល្បងទទួលយកអត្ថប្រយោជន៍របស់ត្រសក់ស្រូវទុំទាំងអស់គ្នាមិនត្រឹមតែបានទទួលទានហូបផ្លែឈើធម្មជាតិនឹងទេក៏បានជួយជំរុញខឿនសេដ្ឋកិច្ចរបស់បងប្អូនប្រជាកសិករយើងតាមស្រុកស្រែក៏ដូចជាតាមទន្លេជនបទហ្នឹងបានល្អប្រសើរជាងមុនផងដែរមុននឹងទៅទិញកុំភ្លេចជួយ like ជួយ share follow page របស់ខ្ញុំម្នាក់មួយផងណា